នេះចំបាំងលូនបញ្ញាបាទមួយខែចេញទៅក្រៅប្រទេសរហូតដល់2ប្រទេសឯណោះបាទឥឡូវនេះកំពុងតែត្រៀមចេញទៅឯប្រទេសញូហ្សេឡង់ក្នុងការប្រកួតលក្ខណៈគុណខ្មែរដណ្ដើមខ្សែក្រវ៉ាត់ក្នុងនោះដែរគឺកីឡាករលូនបញ្ញាបានបញ្ជាក់ក្នុងន័យថាគឺចង់បានខ្សែក្រវ៉ាត់មួយគ្រឿងទៀតកុំឲ្យមានលេខសេះភាសាតារាល់ថ្ងៃគឺមានខ្សែក្រវ៉ាត់7ខ្សែហើយអញ្ចឹងយើងលេខសេះទីចង់បាន8ខ្សែប្រហែលជាល្អអញ្ចឹងចង់ដឹងថាយ៉ាងណាបងប្អូនតោះយើងចូលទៅស្ដាប់ការសម្ភាសទៅកាន់កីឡាករលូនបញ្ញាទាំងអស់គ្នាបែបនោះបែបពីប្រកួតទាំងអស់ពីប្រកួតណាបាទងងបញ្ញាសម្រាប់ការជិះប្រកួតនៅញូហ្សេឡង់នេះបងអាចចាំបានមកដឹងថាជាមិនខែមុននេះដឹងយូរដែរដឹងមុនតែអាមេរិកដឹងមុនតែអាមេរិកចឹងតុងតូជាខែទីខែមុនទៅមុនចូលឆ្នាំអូណាមុនចូលឆ្នាំគឺដល់ឥឡូវមកចូល3ខែបាទចឹងប្រកាសជា4គឺវាព្រោះនៅđâyគឺហាត់បានរហូតដែរយើងប្រកួតជាប់រហូតបងតែគាត់ថាតាំងមកទៅមកពីមកពីអាមេរិកឥឡូវដល់ខុសទៅយូរទៅតាំងតែយើងនឿយដែរបាទឆ្ងាយអាមេរិកយើងទៅឆ្ងាយក៏សាច់ជីយើងហត់17ម៉ោងហើយហើយនៅទៅយូរទៅនេះពីបានមកដល់ពេល10ម៉ោងជាងអូ10ម៉ោងជាងទៅមកហើយនេះ12ម៉ោងនៅដូរជើងហត់ដល់ហ្នឹងហើយដូរជើងហត់យូរដូរជើងហត់យើងចាំដូរជើងហត់4-5ម៉ោងយើងយូរអញ្ចឹងបងមកដល់ឥឡូវនេះមកបានស្គាល់បណ្ដាគូបាទស្គាល់ខ្ញុំមិនដែរពេលកីឡាវាយឆ្វេងវិញមកបាទហើយគ្រប់គ្រឿងដែរកីឡាគ្រប់គ្រឿងដែរគេដែរគេចាស់តែបាត់ហើយដែរបងប្រកួតពេលទៅឡើយដែរបងវាយ68បងដោយយើងស្រុកខ្មែរវាយ67តែដល់ទៅនោះវាយ68គេសុំ68ទៅសួរបងមួយបងទៅប្រកួតឮថាបងប្រកួតលក្ខណៈឈុតធំតែមួយម្នាក់ឯង5នាក់ទៅគឺតែអ្នកបងមានតែមួយឈុតធំម្នាក់ឯងទៅនេះនិយាយទេប្រកួតលក្ខណៈអីផ្សេងបងប្អូនទៅ5នាក់វាយតែបាត់បងតែបាត់3គូ3គូតែបាត់3គូមានត្រៀមថៃរ៉េតឲ្យខ្ញុំអូដឹងតែមួយយើងមាន3គូណាបាទបងប្អូនបាន3គូបងប្អូនហើយត្រង់ខ្សែបាត់អញ្ចឹងមក2គូវា2គូបាទមកទៅតាក់មួយបណ្ណាអូយចេញទៅតារាមខ្សែបាត់ទៅហើយបងញ៉ាលើខ្សែបាត់មកទេបង7គ្រឿងហើយ7គ្រឿងបាទលេខសេះហ៎បាទលេខសេះយកមកលេខគូបងបាទអឺតែសង្គមលោកមិនបានបងយើងទៅហ៊ានពឹងពួរមកបងយើងទៅក្រៅទេគេខាងភាពយើងយ៉ាងបាទប្រាប់ខំប្រឹងប្រែងតាមបានខ្សែបាត់អោទុកមកបងញ៉ាទៅក្រៅសុខបងអាចថាបងដូរពីវាយទៅគ្នាសុខហើយក៏ណាវាយនៅគ្នាដែរព្រោះថាកន្លងស៊ូយើងអត់ដូចល្អនៅលើខ្មែរទេបាទហើយយើងវាយនៅក្រៅទេវាយដល់គ្នាតែយើងសំកម្លាំងយើងនៅខ្មែរអត់មានហេតុអ្វីដែរកម្លាំងយើងអត់ដល់ដូចនៅខ្មែរទេក្រៅទេយើងជិះហោះទៅណាឲ្យឆ្ងាយហើយអាកាសធាតុការហោះចុះអីការបើកម្លាំងអីវាដូចយើង100%ទេដូចបដូរនេះហ្នឹងហើយដូចបដូរទៅថ្ងៃថៃផងហ្នឹងអីនៅខុសពីរបបមែនគាត់គឺបងឯងខុសពីអាហារយើងខុសពីខ្មែរមិនផ្សេងដល់ផ្សេងហើយបងគេក៏ដូចគ្នាដែរមកទៅអាមេរិកយើងនៅអាមេរិកថ្ងៃយើងនៅយប់នៅយប់នៅអាមេរិកថ្ងៃបាទដេកទៅញូហ្សេឡង់តាំងមុននៅថានៅនោះកាត់ចិត្តអីមិនដែរយ៉ាជាខ្លាំងដែរចាក់ខ្លាំងមកអីខ្ញុំមានជួយច្រើនមកជួយច្រើនដែរបាទអរគុណបងទីចុងបងបងអរគុណដល់បងប្អូនដែលគ្រប់គ្រងនៅកម្ពុជាទៅនេះដល់ទៅទៀតបាទអរគុណបងប្អូនដែលខ្លាញ់គ្រប់គ្រងដែលយើងស្គាល់ខ្សែប្រាក់ខ្លួនខ្មែរយើងអស់គ្នារួមគ្រប់គ្រងខ្មែរអស់គ្នាហើយថ្ងៃទី21នេះគុណខ្មែរយើងនឹងគួរ5នាក់នៅប្រទេសយូរ៉ែនចូលរួមគ្រប់គ្រងដាច់ផ្ទះឲ្យបានច្រើនបាទអរគុណច្រើនមកជួយមកជជែកបងយកលេខគូមកវិញ